នៅតែមិនព្រមអនុញ្ញាតឲ្យមានការឲ្យទូដូច្នេះសូមបងប្អូនទាំងអស់គ្នាមិនតាមមើលឲ្យច្បាស់ឲ្យសូមបងប្អូនទាំងអស់គ្នាតាមដាននិង share វីដេអូនេះបន្ទាន់ឲ្យចូលរួមទាំងអស់គ្នានៅម្ដុំវត្តភ្នំមិនមានអនុញ្ញាតឲ្យមានការឲ្យទូទេសូមអរគុណសូមជម្រាបចាំបាច់ឆ្ងាយទេតែគេយកនឹងមានវិធានការហើយខ្មែរមកខ្មៅមិនឲ្យគេឲ្យបាទប្រមូលផ្ដុំសូមអរគុណ share បន្ទាន់ឲ្យរឿងចាំជួយគ្នាទាំងអស់គ្នាដើម្បីសាមគ្គីជួយគ្នាបងប្អូននៅពេលនេះទស្សនវិជ្ជាកំពុងតែបង្ក្រាបវាយដំយើងហើយគាត់កំពុងតែវាយដំរាជខ្មែរហើយកំពុងតែបង្ក្រាបនៅទីលានប្រជាធិបតេយ្យបងប្អូនទាំងអស់គ្នាពួកគាត់វាយទីហើយសូមអរគុណសូមបងប្អូនទាំងអស់គ្នាចូលរួមដល់នេះអុយមិនក៏ឆាក់ណាទៅណាបាត់ហើយពួកមានស្លាយជួយគាត់តិចបានហើយជួយបាយគាត់ខ្មែរដូចគ្នាតើជួយគាត់តិចទៅសូមអរគុណសូមជួយ like និង share វីដេអូនេះផងបងមកចាញ់អូនសូមសួរបងប្អូនជាគាត់ខ្មែរនៅខាងក្រៅខ្ញុំនេះគឺទស្សនវិជ្ជាមួយទីទៀតនៅទីនេះដែលមានកងកម្លាំងបង្ក្រាបកំពុងតែត្រៀមដំណើរទៅបង្ក្រាបប្រជាប្រដ្ឋហើយគឺមានប៉ូលីសទាហានច្រើនណាស់សន្តិសុខតាមមួយកំណត់ទឹកសូមអរគុណសូមបងប្អូនទាំងអស់គ្នាជួយ like និង share វីដេអូនេះជាបន្ទាន់នៅខាងក្រៅក្នុងនេះគេត្រៀមបង្ក្រាបហើយគេប្រើហិង្សាប្រើការជេរកវិះរាជខ្មែរសូម្បីតែចាស់ក៏គាត់ព្រួយវាតាមដែរលើកគាត់ទៅសូមអរគុណសូមជួយ like និង share វីដេអូនេះជាបន្ទាន់ផងសូមអរគុណបងប្អូនទាំងអស់គ្នាគាត់ទាំងអស់គ្នាមកទីនេះគឺសុទ្ធតែជារាជខ្មែរហើយក៏វាដាំពួកគាត់អូខេម្ល៉េះសូមអរគុណទស្សនវិជ្ជានៅខាងក្រៅក្នុងនេះគឺជាកម្លាំងបង្ក្រាបប្រជាពលរដ្ឋយ៉ាងច្រើនកកច្រើនជាកម្លាំងប្រជាពលរដ្ឋទៀតពួកគាត់មកតបឲ្យដោះលែងបងប្អូន23នាក់នឹងលពូវ័នទៅតែប៉ុន្តែសូមបីតែវាយដល់ពួកសូម្បីតែជាស្រីក៏ពួកគាត់វាយដែរសូមអរគុណសូមជួយ like និង share វីដេអូនេះជាបន្ទាន់ដើម្បីបងប្អូនខ្មែរបានឃើញទាំងអស់គ្នាសូមអរគុណសូមជម្រាបសួរបងប្អូនជាប្រជាខ្មែរនៅក្នុងស្រុកនិងក្រៅស្រុកនៅពេលនេះដែរនេះខ្ញុំបានមកជាមួយនឹងអង្គការស៊ីឡាកាដែលពួកគាត់ឲ្យខាងអង្គការដើម្បីលើកស្ទួយស្ត្រីហើយថ្ងៃនេះដែរគឺជាថ្ងៃទី7ហើយទៅដើម្បីប្រារព្ធពិធីថ្ងៃស្អែកគឺទិវាសិទ្ធិនារីពិភពលោកនោះគឺពួកយើងបានដាក់ញត្តិមកខាងក្រសួងអប់រំដែលមានធីតាខិននឹងធ្វើការដាក់ញត្តិអញ្ជើញក្រសួងអប់រំដើម្បីចូលរួមប្រារព្ធទិវានេះទាំងអស់គ្នាដើម្បីមានការលើកស្ទួយផ្ដល់តម្លៃឲ្យស្ត្រីនៅក្នុងសង្គមជាតិនិងលើកស្ទួយឲ្យស្ត្រីចូលរួមក្នុងកិច្ចការសង្គមជៀសវាងពីអំពើហិង្សាចង់ឲ្យស្ត្រីខ្មែរស្ត្រីនៅប្រទេសណាក៏ដោយឲ្យពួកគាត់យល់ពីតម្លៃរបស់ខ្លួននៅក្នុងសង្គមដូច្នេះស្ត្រីទាំងអស់បងប្អូនប្រជាប្រដ្ឋខ្មែរទាំងអស់ជាពិសេសបងបរោះត្រូវចេះចូលរួមលើកកម្ពស់ឲ្យតម្លៃស្ត្រីដូច្នេះយើងត្រូវតែរួបរวมសាមគ្គីគ្នាទាំងអស់គ្នាដូច្នេះនេះខ្ញុំសូមអរគុណហើយសូមជួយ like និង share វីដេអូឲ្យថ្ងៃ8មីនាខាងមុខនេះដែរចូលរួមទាំងអស់គ្នាដើម្បីប្រពៃពិធី8មីនានេះដែរសូមអរគុណសូមជួយ like និង share វីដេអូនេះផង